អ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍មួយថានៅពេលមួយយើងឈឺចាប់ខ្លាំងមែនតើហើយយើងដឹងថាអារម្មណ៍ឈឺចាប់របស់យើងហ្នឹងគឺវាមានអារម្មណ៍ថាម៉េចនៅក្នុងរាងកាយរបស់យើងតែស្រាប់តែពេលហ្នឹងគេសួរថាអ្នកមានអារម្មណ៍ម៉េចហើយយើងស្រាប់តែនិយាយអារម្មណ៍ហ្នឹងអត់បានហ្មងអ្នកទាំងអស់គ្នាអារម្មណ៍មួយហ្នឹងអ្នកវិទ្យាសាស្ត្រគេហៅថា Alexithymia ហ្នឹងគឺជាអារម្មណ៍មួយនៅពេលដែលយើងគិតថាយើងអាចនិយាយថាយើងមានអារម្មណ៍ថាបែកមិនហើយនិយាយប្រាប់អ្នកដទៃថាយើងមានអារម្មណ៍បែកមិនហើយតែនៅពេលដែលយើងនិយាយចេញក្រៅមកស្រាប់តែវានិយាយអត់ចេញតែម្ដងរកពាក្យថ្លែងមិនបានតែម្ដងអ្នកដែលមានអារម្មណ៍នឹងច្រើនណាភាគច្រើនគឺគាត់អត់ប្រកែកនិយាយទេហើយពេលខ្លះគឺគាត់ដឹងថាអារម្មណ៍របស់គាត់ហ្នឹងបើសិនជានិយាយសេជាពាក្យថាវាមានន័យថាមិនទេគឺដោយសារតែខួរក្បាលរបស់គាត់អត់ទាន់អាចផ្សារភ្ជាប់ជាមួយនឹងភាសាអារម្មណ៍របស់គាត់បានអ្នកដែលមានអារម្មណ៍បែបនេះគឺមិនមែនមានន័យថាគាត់មានអារម្មណ៍ថាឈឺចាប់ទេគ្រាន់តែគាត់អត់ដឹងថានិយាយភាពឈឺចាប់របស់គាត់ប្រាប់ទៅនរណាគេឲ្យបានយល់គឺដោយសារតែគាត់មិនអាចនិយាយអំពីភាពឈឺចាប់របស់គាត់ឲ្យគេបានដឹងហើយនៅពេលដែលគាត់ពិបាកនិយាយប្រាប់អំពីភាពឈឺចាប់របស់គាត់ឲ្យគេបានដឹងវាធ្វើឲ្យពេលខ្លះគាត់តែងតែមានអារម្មណ៍ថាតឹងទ្រូងដោយគាត់មិនដឹងថាដោយសារពីអ្វីហើយពេលខ្លះគឺធ្វើឲ្យគាត់មានអារម្មណ៍ថាចង់យំដោយមិនដឹងហេតុផលអ្នកទាំងគ្នាភាគច្រើនណាអារម្មណ៍មួយហ្នឹងគឺកើតលើមនុស្សប្រុសតែម្ដងឬក៏មនុស្សដែលឆ្លាតតែម្ដងគឺដោយសារតែពួកគាត់មិនងាយនិយាយអំពីអារម្មណ៍របស់គាត់ទេហើយក៏មិនងាយបង្ហាញអារម្មណ៍របស់គាត់ឲ្យគេដឹងដែរដូច្នេះហើយទៅធ្វើឲ្យគាត់មិនសូវដឹងអំពីរបៀបក្នុងការបញ្ចេញអារម្មណ៍របស់គាត់ឲ្យគេបានដឹងហើយចាំតែអ្នកទាំងអស់គ្នាវិញមាននរណាគេខ្លះដែលធ្លាប់ចូលអារម្មណ៍បែបហ្នឹង share story របស់អ្នកទាំងអស់គ្នានៅខាងក្រោម